ត្រូវប្រើប្រាក់កុំឲ្យប្រាក់ប្រើកូនជាទីស្រឡាញ់សម័យនេះណាណាក៏ឃើញប្រាក់ថាជាព្រះថាជាម្ចាស់របស់ខ្លួនដែរព្រោះឃើញថាប្រាក់ហ្នឹងជារបស់បណ្ដាលឲ្យមានបាននៅវ័យគ្រប់យ៉ាងសូម្បីតែចិត្តមនុស្សក៏គេអាចទិញបានដោយប្រាក់ហ្នឹងមើលចុះមនុស្សរាល់ថ្ងៃនេះគឺសំដៅរត់តែប្រាក់គ្រប់ផ្លូវដែលអាចប្រព្រឹត្តទៅគ្រប់វិធីទោះបីត្រូវធ្វើអាក្រក់ទុច្ចរិតខុសច្បាប់ខុសទម្លាប់យ៉ាងណាក៏ព្រមធ្វើទៅទាំងអស់តែបានប្រាក់ប្រហែលដូច្នេះហើយទៅក្នុងលោកយើងនេះត្រូវឡើងកម្ដៅចិត្តកម្ដៅថ្ងៃប្រាក់សំខាន់ក៏ពិតមែនហើយណាកូនប៉ុន្តែចូលកូនកុំឲ្យសេចក្តីសំខាន់ដល់ប្រាក់រហូតដល់ភ្លេចសេចក្តីល្អភ្លេចគុណធម៌នោះកាលបើកូនឲ្យសេចក្តីសំខាន់ដល់ប្រាក់ច្រើនពេកទៅប្រាក់នឹងត្រូវคล้ายទៅជាចវាយនៃលើកូនដោយពិតកាលបើមានប្រាក់ជាចវាយហើយប្រាក់ក៏នឹងប្រើកូនបង្កប់កូនឲ្យធ្វើនេះធ្វើនោះកូនអាចពិនិត្យមើលខ្លួនឯងបាននៅពេលដែលមិនទាន់មានប្រាក់កូនក៏មិនបានគិតចង់បានអ្វីច្រើនប្រមាណនោះដែរចង់បានចង់ញ៉ាំចង់ទិញចំពោះតែរបស់ចាំបាច់ប៉ុណ្ណោះដល់ទៅកូនមានប្រាក់ច្រើនកូនក៏ចាប់ផ្ដើមចង់ញ៉ាំចង់ប្រើរបស់ដែលល្អប្លែកលើសពីការចាំបាច់គឺមនុស្សយើងត្រូវប្រាក់បង្វិលឲ្យវិលខួរអស់ដោយមិនដឹងខ្លួនទៀតផងនោះយើងកាលបើមិនទាន់មានប្រាក់អាចមានពេលដេកពួនតម្រានសុកស្រួលវាស់ព្រឹកតែដល់ពេលមានប្រាក់ត្រឡប់ទៅជាមិនមានពេលដេកពួនអត់បានស្រួលខ្លួនរស់តែថ្ងៃសម្រាប់មិនបានសឹងតែរស់ពេលបរិភោគអាហារស្រួលមិនបានផងនៅពេលដែលមានប្រាក់តិចអាចនៅជាមួយក្រុមគ្រួសារបានតែដល់ពេលមានប្រាក់ច្រើនបែរជាមិនមានពេលគ្រប់គ្រាន់សម្រាប់គ្រួសារទៅវិញធ្វើឲ្យគ្រួសារខ្វះភាពកក់ក្ដៅនេះឯងណាកូនប្រាក់ដែលវាប្រើមនុស្សព្រោះហេតុតែមនុស្សយើងទៅជាវង្វេងជាមួយវាហ្នឹងកូនមើលចុះមនុស្សខ្លះនៅពេលដែលមានប្រាក់ក៏គិតការធំដុំហ៊ានជួលគេឲ្យទៅសម្លាប់មនុស្សដែលខ្លួនស្អប់ចិញ្ចឹមក្រុមអ្នកលេងកាប់ចាក់មុខរបរទុច្ចរិតផិតក្បត់ក្នុងគូក្រងរបស់ខ្លួនហ៊ានប្រព្រឹត្តអនាចារលើបុត្រភរិយារបស់អ្នកអតីលៈប្រាក់វាប្រើឲ្យធ្វើអំពើទាំងអស់បើមិនមានប្រាក់ទេគេអាចមិនគិតធ្វើអ្វីយ៉ាងនោះទេឬក៏គេមិនអាចធ្វើបាននឹងឯងព្រោះអត់ប្រាក់ដូច្នេះកូនត្រូវតែប្រយ័ត្នត្រូវរៀនឲ្យយល់ពីចិត្តលោភចិត្តល្ងងត្រូវកុំឲ្យប្រាក់មកជាចវាយនេឬក៏បង្កប់បញ្ជាប្រើកូនឲ្យសោះកូនត្រូវតែម្ចាស់លើប្រាក់វិញជាអ្នកប្រើប្រាក់និងប្រើក្នុងផ្លូវត្រូវយ៉ាងនេះទើបកូនមិនក្តៅក្រហាយស្ដាយក្នុងការជាខាងក្រោយឡើយ44